គេចេះធ្វើបន់ឲ្យអ៊ំពូមីងឲ្យឃើញខ្ញុំយូរអាថងអេតចាយនឹងយកមកឲ្យយាយនៅខាងក្រៅមកដល់ពេលឲ្យគេទៅដើមខ្ញុំយូរដែរក៏ប៉ុន្តែឲ្យយូរម្នាក់ឯងទៅមានរួចណាដល់ពេលអញ្ចឹងឲ្យទោះទៅជួយព្រោះថ្ងៃនេះអត់ទាន់មានលុយមានកាក់អីទៅធ្វើបន់ទេបងប្អូនអើយគឺមានតែកំប៉ុងអេតចាយតិចតួចយកមកឲ្យយាយនៅខាងក្រៅហ្នឹងអាហ្នឹងក៏ជាការធ្វើបន់ដែរគឺធ្វើទៅតាមសមត្ថភាពដែលយើងមានអញ្ចឹងណាតិចតួចក៏ជាទឹកចិត្តរបស់យើងដែរបើធ្វើហួសពីសមត្ថភាពរបស់យើងទៅក៏វាមិនបានបន់ដែរបងប្អូនអើយអញ្ចឹងឲ្យមានប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅតពីឲ្យសបកកំប៉ុងតឲ្យយាយឲ្យពួកខ្ញុំចេញមកក្រៅលបងនេះមករកទិញអីហូបបងប្អូនថ្ងៃនេះប៉ាគេចង់ហូបនំប៉ាវចំណែកខ្ញុំវិញចង់ហូបឆាខ្វាយនៅនេះវែងណាបងប្អូនឯមួយនេះដូចជា1000ជាងលុយខ្មែរយើងអីហ្នឹងបងប្អូនភ្លេចសួរប្តីដែរពេលទិញក៏ប៉ុន្តែខ្ទង់ប៉ុណ្ណឹងប៉ោងអីហ្នឹងក៏ដូចគ្នាដែរបងប្អូនឯ1500 1000អីដូចតែនៅខ្មែរយើងអញ្ចឹងនិយាយទៅរបស់ជិះគឺអត់ថ្លៃទេអាហារពេលព្រឹកនៅក្នុងប្រទេសចិនគ្មានអីទេបងប្អូនឯភាគច្រើនគឺនំប៉ាវហើយមានមីកាទៀវបែបចិនអីអញ្ចឹងទៅថ្ងៃនេះអត់ទៅផ្សារទេបងប្អូនឯដោយសារតែនៅក្នុងទូទឹកកកនឹងសល់មកហូបរៀងច្រើនដែរដល់ពេលអញ្ចឹងឲ្យចុះទៅទិញអីហូបតែខាងមុខនឹងមួយផ្លែតហើយឡើងមកលើផ្ទះវិញរៀបចំធ្វើម្ហូបបន្លែនេះទិញមកតាំងពីម្សិលមួយថ្ងៃបងប្អូនឯទើបតែបានយកឆានេះខ្ញុំមិនដឹងថាគេហៅបន្លែអីគេទេក៏ប៉ុន្តែយើងយកទៅឆាត្រឡប់ជាមួយនឹងប្រេងខ្យងដាក់អំបិលម្សៅស៊ុបមាន់អីទៅមានអីរសជាតិវាឆ្ងាញ់មួយយ៉ាងដែរដល់ពេលធ្វើម្ហូបនឹងគឺថាមានកូនកបិតជួយរហូតមកអ៊ំពូមីងឲ្យអាបន្លែយើងបេះរៀងវែងទេក៏ប៉ុន្តែកូនខ្ញុំកាច់ឡើងទូចអស់ហលេងតែភ្លេចខ្លួនមួយផ្លែតហ្នឹងគឺថាវល់ពេញនឹងមកមើលតែទឹកមុខហើយនឹងដៃទៅគឺដឹងឲ្យអ៊ំពូមីងហើយអានេះវិញបន្លែគោកិច្ចដែលខ្ញុំហូបសល់ពីល្ងាចចុះនៅសល់បន្លែមកកញ្ច្រែងហើយនឹងសាច់គោដល់ពេលអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំយកវាមកឆាប្រហើយអញ្ចឹងណាដោយសារតែបន្លែនេះយើងទុកយូរគាត់បានទេតែទុកយូរពេកហ្នឹងឲ្យលួយអស់ហើយបងគឺខ្ញុំមកដាក់ត្រឡប់ខ្លាញ់ជាមួយនឹងអាបន្លែដែលខ្ញុំបានបេះមុននឹងសិនបងប្អូនហើយបន្ទាប់ពីត្រឡប់អានឹងឆ្អិនរួចរាល់ហើយគឺខ្ញុំមានត្រឡប់ជាមួយនឹងសណ្ដែកបដូងមួយមុខទៀតហើយបដូងហ្នឹងនៅសល់ពីឆាជាមួយតៅហ៊ូថ្ងៃមុនណបងប្អូនតទុកដល់ស្អែកអីហ្នឹងគឺឲ្យលួយអស់ហើយអញ្ចឹងឲ្យប្រមូលវាឆាឲ្យហើយអស់អីបន្លែអស់នេះគឺឆាប់ឲ្យលួយណាបងប្អូនហើយណាមួយខែនេះខែក្តៅផងឆាបន្លែពីរមុខហើយរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមមកដាក់ឆាជាមួយនឹងសាច់គោខ្ញុំនេះវិញម្ដងអានេះគឺខ្ញុំដាក់ឆាឲ្យហើយអញ្ចឹងហ្មងទៅបងប្អូនខ្ជិលដាក់ឆ្នាំងអីវែងឆ្ងាយណាដោយសារតែនៅសល់មួយចានចុងក្រោយហើយឆាត្រឡប់វាឲ្យឆ្អិនឲ្យហើយទៅបងប្អូនដុះដាក់ចូលចានហើយយើងយកទៅអង្គុយហូបមកកិច្ចនេះនៅរៀងច្រើនដែរអញ្ចឹងហើយខ្ញុំដាក់ចានទៀបទៅប៉ែតនឹងអត់អស់ទេខ្ញុំដាក់ចានគោមអញ្ចឹងហ្មងទៅបងប្អូនសូមអធិស្ឋានផងឥឡូវនេះមកហូបរបស់ខ្ញុំគឺថាឆ្អិនបានរួចរាល់អស់ហើយមកបងប្អូនអ៊ំពូមីងអញ្ជើញមកពិសាបាយជាមួយគ្រួសារខ្ញុំទាំងអស់គ្នាហើយនេះមកហូបដល់ទៅ3មុខក៏ប៉ុន្តែសិតតែឆាតែទាំងអស់នឹងបងប្អូនអត់មានទឹកសម្លទេកូនខ្ញុំវិញថ្ងៃនេះគឺខ្ញុំដាក់ជៀនពងទាឲ្យគាត់ដោយសារតែអត់មានទឹកសម្លឲ្យអញ្ចឹងទោះពីហូបបាយហូបអីហើយនឹងចាគឺថាមកបន្តជាមួយនឹងការងាររបស់ខ្ញុំនេះវិញម្ដងហើយនេះបងប្រុសមិនបាច់មើលក៏បានដែរក៏ប៉ុន្តែបងប្អូនស្រីយើងគឺត្រូវតែចូលមើលឲ្យដល់ចប់កំពុងតកាន់នេះគឺជាប្រភេទសម្លេងអនាម័យសោភានារីមើលតែសាច់សម្លេងគេទៅបងប្អូននៅទុនឲ្យស្ដារឃើញសាច់សម្លេងគេស្ដារអញ្ចឹងមែនណាបងប្អូនជក់ទឹកបានល្អណាស់ពេលដែលយើងប្រើទៅអត់ធ្វើឲ្យស្គៀបរមាស់ឬមួយក៏ស្អុះស្អាប់ទេមកកញ្ចប់គេនេះមាន10ប្រទេសយើងអាចប្រើបានទាំងយប់ទាំងថ្ងៃហើយវិញក៏ធូរថ្លៃដែរបងប្អូននៅសម្រាប់បងប្អូនដែលចង់បានអីគឺអាចដើររកទិញបានតាមតូបតាមផ្សារឬមួយក៏ឆាតទៅកាន់เพจផ្សារធម្មជាតិ24ពីប្រហែលថ្ងៃមុនខ្ញុំធ្វើវីដេអូ unboxing អីវ៉ាន់ផ្សារធម្មជាតិ24ហើយក៏ឃើញមានបងប្អូនគាត់ចូល comment ថាខ្ញុំចំណាយដើមទុនអស់ប៉ុន្មានដើម្បីយកអីវ៉ាន់មកលក់ពិតទៅអីវ៉ាន់មួយកេសដែលខ្ញុំ unboxing ថ្ងៃមុនហ្នឹងគឺមិនមែនអីវ៉ាន់ដែលខ្ញុំយកមកលក់ទេបងប្អូនអីវ៉ាន់នេះគឺសិតតែអីវ៉ាន់ដែលខ្ញុំយកមកទុកប្រើប្រាស់ទាំងអស់ហ្នឹងខ្ញុំអត់មានលក់ដូរអីទេឃើញអីវ៉ាន់ច្រើនស្មានតែខ្ញុំយកមកលក់តាមពិតអត់ទេសិតតែអីវ៉ាន់សម្រាប់ខ្ញុំប្រើប្រាស់ទាំងអស់